បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទនឹងមកធ្វើវីដេអូមួយយកមកចែករំលែកជូនទៅដល់បងប្អូនដែលជាអ្នកចូលចិត្តរកលុយតាមបណ្ដាសង្គម Facebook និង TikTok ឲ្យចេះបង្កើត account PayPal យកទៅដកលុយជាមួយនឹងក្រុមហ៊ុន Facebook និង TikTok នៅលើទូរស័ព្ទបាទអញ្ចឹងបងប្អូនដែលជាអ្នកចូលចិត្តរកលុយតាមបណ្ដាសង្គម Facebook បងប្អូនទាំងអស់គ្នាបងប្អូនដឹងច្បាស់ហើយថាសពថ្ងៃនេះខាងក្រុមហ៊ុន Facebook គេមិនទាន់បានអនុញ្ញាតឲ្យយើងបង្កើតកុងធនាគារនៅក្នុងប្រទេសខ្មែរយើងយកទៅដកលុយជាមួយនឹងក្រុមហ៊ុនរបស់គេបានទេបងប្អូនណាបើសិនជាបងប្អូនទាំងអស់គ្នាចង់ដកលុយជាមួយនឹងក្រុមហ៊ុន Facebook បានឬក៏ TikTok បានបងប្អូនទាំងអស់គ្នាត្រូវតែមាន account PayPal ទើបយើងអាចដកលុយចេញពីក្រុមហ៊ុន Facebook និង TikTok បានចឹងខ្ញុំនឹងបង្ហាញថាបងប្អូនបង្កើត PayPal យ៉ាងណាដើម្បីយកទៅដកលុយជាមួយនឹងក្រុមហ៊ុន Facebook និង TikTok បានចឹងបងប្អូននៅទស្សនាតាមដាននៅលើវីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាមកបាទជាមុនដំបូងចំពោះបងប្អូនដែលប្រើប្រាស់នៅលើទូរស័ព្ទដៃបើសិនជាបងប្អូនទាំងអស់គ្នាចង់បង្កើត account PayPal យកទៅដកលុយជាមួយនឹងក្រុមហ៊ុន Facebook បានទី1បងប្អូនទាំងអស់គ្នាអាចចូលទៅបង្កើតនៅលើកម្មវិធីជ្រងបងប្អូនណានឹងហើយកម្មវិធីជ្រងនៅត្រង់កន្លែងខ្ញុំគូបងពើក្រហមនេះបងប្អូនឃើញទេនេះកន្លែងខ្ញុំគូបងពើក្រហមហើយមានបីសញ្ញាព្រួយនៅចំពីលើហ្នឹងបាទទី2បើសិនជាបងប្អូនទាំងអស់គ្នាចូលទៅក្នុងជ្រងហើយបងប្អូនបង្កើតមិនបានបងប្អូនមកបង្កើតនៅលើកម្មវិធីនេះវិញនេះកម្មវិធីនៅត្រង់កន្លែងខ្ញុំគូបងពើក្រហមហើយមានបីសញ្ញាព្រួយនៅចំពីក្រោមហ្នឹងហើយចឹងទាំងពីរជំរឿសនឹងបើសិនជាបងប្អូនចូលទៅបង្កើតនៅលើកម្មវិធីណាមួយមិនបានបងប្អូនអាចសាកល្បងទាំងពីរកម្មវិធីនឹងបានបងប្អូនណាឥឡូវខ្ញុំលើកជាឧទាហរណ៍ថាខ្ញុំចូលទៅសាកល្បងនៅលើកម្មវិធីជ្រងព្រោះពេលខ្លះយើងបង្កើតនៅលើកម្មវិធីជ្រងគឺបង្កើតអត់បានទេបងប្អូននឹងខ្ញុំក៏មិនដឹងថាជាមូលហេតុអីបានពេលខ្លះក៏បង្កើតបានពេលខ្លះក៏បង្កើតមិនបានអីចឹងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនចុចចូលមកក្នុងកម្មវិធីជ្រងដែលមាននៅលើទូរស័ព្ទដៃរបស់បងប្អូនមកខ្ញុំនឹងបង្ហាញប្រាប់ឲ្យបងប្អូនចេះបង្កើត account PayPal បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចូលមកក្នុងកម្មវិធីជ្រងរួចហើយបន្តមកទៀតបងប្អូនទាំងអស់គ្នានឹងឃើញទម្រង់បែបនេះបន្តមកបងប្អូនទាំងអស់គ្នាមកសរសេរពាក្យថា PayPal នៅត្រង់កន្លែងខ្ញុំគូបងពើក្រហមហើយមានបីសញ្ញាព្រួយនៅចំពីក្រោមនោះបាទដែលអក្សរខ្មែរគេដាក់ថាស្វែងរក Google ឬវាយបញ្ចូលចឹងបងប្អូនសរសេរល្មិចក៏សរសេរទៅធ្វើយ៉ាងណាឲ្យចេញពាក្យថា PayPal បងប្អូនណាបន្ទាប់ពីយើងមកសរសេរចេញជាពាក្យថា PayPal រួចហើយបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់កន្លែងសញ្ញាព្រួយដែលមានពើខ្មោកបាញ់ត្មងនេះកន្លែងដែលខ្ញុំខ្វៀទៅខ្វៀមកហ្នឹងបងប្អូនមកចុចបញ្ជូនត្រង់ទៅនឹងមកបាទបន្តមកយើងនឹងឃើញទម្រង់បែបនេះបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចចំពីលើពាក្យថា PayPal នឹងឲ្យចំពោះបងប្អូនណាដែលមិនចេះអានអក្សរអង់គ្លេសឬអក្សរខ្មែរសូមបងប្អូនទាំងអស់គ្នាព្យាយាមមើលទៅលើកនោះដែលខ្ញុំបានគូបងប្អូនណានឹងឲ្យខ្ញុំគូត្រង់កន្លែងណាបងប្អូនចុចត្រង់កន្លែងហ្នឹងកុំឲ្យចុចខុសពីកន្លែងគំនូសដែលខ្ញុំគូចឹងបងប្អូនត្រូវតែព្យាយាមចំណាំថាក្នុងកណ្នោះដែលខ្ញុំគូនីមួយគឺវាមានពឺអ្វីខ្លះហើយវាមានអក្សរអ្វីខ្លះបងប្អូនចំណាំហើយបងប្អូនចុចទៅតាមខ្ញុំទៅបងប្អូនណាបាទចឹងបងប្អូនចុចចំទៅលើពាក្យថា PayPal មក
បន្តមកទៀតបងប្អូននឹងឃើញទម្រង់បែបនេះបងប្អូនណាបន្តមកបងប្អូនទាំងអស់គ្នាត្រូវអូសឡើងលើដូចខ្ញុំចែកយើងអូសទៅស្វែងរកប្រទេសដែលក្រុមហ៊ុន PayPal បានអនុញ្ញាតឲ្យយើងបង្កើត account PayPal ហើយអាចយកទៅប្រើការដកលុយជាមួយនឹងក្រុមហ៊ុន Facebook ឬក៏ TikTok បានអញ្ចឹងបងប្អូនអូសឡើងលើតាមខ្ញុំជិះមកបន្តមកបងប្អូនមកងាកមើលត្រង់កន្លែងនេះបងប្អូនណានេះត្រង់កន្លែងខ្ញុំគូងបងពើក្រហមហើយមានបែងសញ្ញាព្រួយហ្នឹងហើយត្រង់ទៅនឹងឯងជាកន្លែងដែលយើងជ្រើសរើសយកប្រទេសបងប្អូនបាទចឹងបងប្អូនចុចចំទៅលើសញ្ញារូបទង់ជាតិនឹងមកបាទចុចបកមកបន្តមកទៀតបងប្អូនទាំងអស់គ្នានឹងឃើញទម្រង់បែបនេះបាទចំពោះបងប្អូនណាដែលអត់ចេះមើលអក្សរអង់គ្លេសបើសិនជាបងប្អូនចង់បកប្រែអក្សរអង់គ្លេសនឹងឲ្យទៅជាភាសាខ្មែរបានបងប្អូនមកចុចត្រង់កន្លែងសញ្ញាចុច3នេះឃើញទេកន្លែងខ្ញុំគូបងពើក្រហមហើយមានបែងសញ្ញាព្រួយចំពីក្រោមហ្នឹងដែលមានសញ្ញាចុច3ហ្នឹងហើយទូរស័ព្ទខ្លះគឺមានសញ្ញាព្រួយទូរស័ព្ទខ្លះអត់មានសញ្ញាព្រួយទេគឺមានសញ្ញាចុច3បងប្អូនណានឹងអញ្ចឹងបងប្អូនចុចចំពីលើបកមកទៅមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាបកប្រែបងប្អូនឃើញទេនេះកន្លែងខ្ញុំគូបងពើក្រហមហើយមានបែងសញ្ញាព្រួយចំពីលើហ្នឹងបាទបងប្អូនចុចបកមកបន្តមកខាង Google Adsense ក៏នឹងបកប្រែជាភាសាអង់គ្លេសទៅជាភាសាខ្មែរឲ្យយើងហើយទៅមកទៀតបងប្អូនអូសរមើលប្រទេសដែលខាងក្រុមហ៊ុន PayPal គាត់បានយកព្រមអនុញ្ញាតឲ្យយើងបង្កើតហើយអាចយកទៅដកលុយជាមួយនឹងក្រុមហ៊ុន Facebook និង TikTok តាមពិតទៅប្រទេសដែលអាចបង្កើត PayPal យកទៅដកលុយជាមួយនឹងក្រុមហ៊ុន Facebook បានគឺមានច្រើនប្រទេសណាស់បងប្អូនណាខុសតែប្រទេសខ្មែរយើងមួយទេដែលមិនអាចយកបង្កើតហើយមិនអាចយកទៅដកលុយជាមួយនឹងក្រុមហ៊ុន Facebook បានក្រៅពីនឹងបងប្អូនយកប្រទេសណាមួយក៏បានដែរបងប្អូនណាតែនៅក្នុងវីដេអូនេះខ្ញុំនឹងឲ្យបងប្អូនចេះបង្កើត account PayPal ឥណ្ឌូនេស៊ីចឹងបងប្អូនអូរមើលពាក្យថាប្រទេសឥណ្ឌូនេស៊ីមកនេះបងប្អូនឃើញទេនេះគេដាក់ថាប្រទេសឥណ្ឌូនេស៊ីចឹងបងប្អូនទាំងអស់គ្នាចុចចំពីលើប្រទេសឥណ្ឌូនេស៊ីមកបាទបន្ទាប់ពីយើងបានជ្រើសរើសយកប្រទេសរួចហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងហ្នឹងបើភាសាខ្មែរយើងគេដាក់ថាចុះឈ្មោះបងប្អូនណាចឹងបងប្អូនមកចុចត្រង់កន្លែងខ្ញុំគូបងពើក្រហមដែលមានមេសញ្ញាព្រួយចំពីក្រោមហ្នឹងមកបាទចុចបកមកបាទបន្តមកយើងនឹងឃើញទម្រង់បែបនេះបងប្អូនបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះបងប្អូននេះកន្លែងខ្ញុំគូបងពើក្រហមហើយមានបែងសញ្ញាព្រួយហ្នឹងបាទបងប្អូនមកចុចត្រង់កន្លែងវងនេះបងប្អូនណាឃើញកន្លែងខ្ញុំគូបងពើក្រហមហើយមានបែងសញ្ញាព្រួយចំពីលើហ្នឹងគឺបងប្អូនមកចុចចំទៅនឹងមកបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថា next បងប្អូនឃើញទេភាសាខ្មែរអង់គ្លេសគេដាក់ថា next បើភាសាខ្មែរគេដាក់ថាបន្ទាប់ចឹងបងប្អូនចុចបកមកបាទអូខេបាទបន្តមកយើងរងចាំសិនដើម្បីឲ្យដំណើរការឲ្យបានស្រួលខ្ញុំនឹងបង្ហាញម្ដងទៀតបាទមកដល់ចំណុចត្រង់កន្លែងនេះគឺជាកន្លែងយើងដាក់បំពេញឈ្មោះ account PayPal របស់យើងបងប្អូនណានឹងហើយខាងលើនេះគឺយើងដាក់នាមតកូលរបស់យើងហើយខាងក្រោមនេះគឺយើងដាក់ឈ្មោះបាទសូមបញ្ជាក់ទៅកាន់បងប្អូនថាឈ្មោះហ្នឹងសូមបងប្អូនដាក់ឈ្មោះពិតហ្នឹងហើយឈ្មោះហ្នឹងដាក់ឲ្យត្រូវទៅលើអត្តសញ្ញាណប័ណ្ណរបស់បងប្អូនដែរកុំឲ្យដាក់ខុសពីអត្តសញ្ញាណប័ណ្ណណាបងប្អូនបាទឧទាហរណ៍ថា
នៅក្នុងអត្តញ្ញាណប័ណ្ណរបស់បងប្អូនឈ្មោះអីឈ្មោះវ៉នបាទអានេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេណាហ្នឹងហើយវ៉នបាទវ៉ននេះគឺជាតកូលរបស់យើងហើយខាងក្រោមនេះយើងដាក់ឈ្មោះរបស់យើងនេះវ៉នកឹមសឿងហ្នឹងហើយអញ្ចឹងឈ្មោះហ្នឹងបងប្អូនត្រូវតែពិនិត្យថាតើត្រូវទៅនឹងអត្តញ្ញាណប័ណ្ណរបស់យើងអត់បាទបន្ទាប់ពីយើងបានដាក់បំពេញឈ្មោះយើងរួចហើយបន្តមកទៀតត្រង់កន្លែងនេះគឺយើងដាក់បំពេញលេខទូរស័ព្ទដៃរបស់យើងចឹងមុននឹងបងប្អូនដាក់បំពេញលេខទូរស័ព្ទដៃរបស់បងប្អូនបានបងប្អូនត្រូវតែជ្រើសរើសប្រទេសសិននឹងឲ្យចំពោះបងប្អូននៅប្រទេសខ្មែរសូមបងប្អូនយកឲ្យប្រទេសខ្មែរបើសិនជាបងប្អូននៅប្រទេសថៃបងប្អូនត្រូវតែយកឲ្យប្រទេសថៃណាហ្នឹងហើយចឹងបងប្អូនមកចុចត្រង់កន្លែងនេះមកបាទត្រង់កន្លែងខ្ញុំគូបងពើក្រហមមានម៉ៃសញ្ញាព្រួយហ្នឹងយើងចុចបកមកបាទបន្តមកបងប្អូនអូសរមើលប្រទេសណាដែលបងប្អូនរស់នៅសពថ្ងៃបច្ចុប្បន្នចឹងសពថ្ងៃនេះខ្ញុំនៅប្រទេសខ្មែរខ្ញុំយកឲ្យប្រទេសខ្មែរហើយប្រទេសខ្មែរយើងលេខកូដប្រទេសគឺ KH+855 បងប្អូនណានេះឃើញអីកន្លែងខ្ញុំគូបងពើក្រហមដែលមានបីសញ្ញាព្រួយចំពីលើហ្នឹងចឹងបងប្អូនចុចបកមកបាទបន្តមកយើងដាក់បំពេញលេខទូរស័ព្ទដៃរបស់យើងឥឡូវខ្ញុំសូមចុចថយក្រោយខ្ញុំទៅរកមើលលេខទូរស័ព្ទខ្ញុំយកមកលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាសូមបញ្ជាក់ទៅកាន់បងប្អូនថាលេខទូរស័ព្ទដៃគឺបងប្អូនត្រូវដាក់លេខណាដែលមិនទាន់បង្កើត account PayPal ពីមុនមកបងប្អូនណានឹងឲ្យបងប្អូនកុំដាក់លេខដែលធ្លាប់បង្កើត account PayPal ណានឹងឲ្យលេខណាដែលបងប្អូនមិនធ្លាប់បង្កើត account PayPal សូមបងប្អូនយកមកបង្កើត account PayPal ហើយថ្មីបានតែបើសិនឧទាហរណ៍ថាលេខហ្នឹងបងប្អូនធ្លាប់បង្កើនម្ដងហើយបងប្អូនមិនអាចបង្កើនម្ដងទៀតបានទេបាទអូខេបន្តមកខ្ញុំយកមកផាសត្រង់កន្លែងនេះបាទអូខេបន្តមកទៀតត្រង់កន្លែងនេះគឺយើងដាក់បំពេញ Gmail របស់យើងបងប្អូនណានេះត្រង់កន្លែងខ្ញុំគូបងពើក្រហមមានបីសញ្ញាព្រួយនៅចំពីលើហ្នឹងសូមបញ្ជាក់ទៅកាន់បងប្អូនថា Gmail ក៏ដូចគ្នាដែរបើសិនជាGmail ហ្នឹងបងប្អូនធ្លាប់បង្កើត account PayPal ពីមុនមករួចម្ដងហើយបងប្អូនយកមកបង្កើតម្ដងទៀតគឺបង្កើតអត់បានទេមានន័យថា Gmail មួយគឺយើងបង្កើតបានតែ account PayPal មួយដងទេគឺយើងមិនអាចបង្កើតពីរដងបានទេបងប្អូនណាបាទអញ្ចឹងខ្ញុំយក Gmail របស់ខ្ញុំយកមកដាក់ខ្ញុំលើកឧទាហរណ៍ថា Gmail របស់ខ្ញុំបាទឥឡូវខ្ញុំដាក់បញ្ចូល Gmail របស់ខ្ញុំបាទបន្តមកទៀតត្រង់កន្លែងនេះគឺយើងបង្កើត password បងប្អូនណានឹងបើភាសាខ្មែរយើងគឺគេហៅថាពាក្យសង្កាត់បងប្អូនហ្នឹងហើយអូខេចឹងពាក្យសង្កាត់នឹងដែរបងប្អូនត្រូវតែដាក់អក្សរលាយជាមួយនឹងលេខហើយលាយជាមួយនឹងសញ្ញាផ្សេងបងប្អូនមកមើលការណែនាំត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូបងពើក្រហមឃើញគេណែនាំឲ្យយើងបង្កើតពាក្យសង្កាត់ដាក់អីគឺគេណែនាំឲ្យយើងបងប្អូនណាបាទហើយសូមបញ្ជាក់ទៅកាន់បងប្អូនថាអក្សរយើងដាក់មុនដំបូងគឺយើងផ្ដើមអក្សរធំឧទាហរណ៍ថាខ្ញុំដាក់ M អញ្ចឹងខ្ញុំយក M ធំឃើញទេបាទឧទាហរណ៍ថាខ្ញុំដាក់ K តែខ្ញុំយកអក្សរ K ធំកុំយកអក្សរ K តូចហ្នឹងហើយបើសិនជាយើងបង្កើតអក្សរតូចទាំងអស់ទោះបីជាយើងដាក់លាយលេខលាយសញ្ញាអីក៏ដោយគឺខាងក្រុមហ៊ុន PayPal គាត់មិនអនុញ្ញាតឲ្យដាក់ទេគឺគាត់ទាមទារឲ្យយើងនឹងដាក់បញ្ចូលផ្ដើមដោយអក្សរធំបាទឥឡូវឧទាហរណ៍ខ្ញុំដាក់អក្សរ M តែអក្សរ M ខ្ញុំគឺ M ធំបាទ
បន្ទាប់ពី m ធំរួចហើយបន្តមកទៀតបងប្អូនចង់ដាក់អក្សរ e ទៀតក៏ដាក់ទៅស្រេចតែបងប្អូនទេហ្នឹងហើយរឿងពាក្យសង្ហាន់គឺសំខាន់ណាបងប្អូនណាពេលដែលបងប្អូនដាក់ឲ្យបងប្អូនត្រូវចំណាំផងណាហ្នឹងហើយកុំឲ្យភ្លេចណាបាទតែភ្លេចគឺសួយធំហើយបាទអូខេបងប្អូនចំណាំត្រង់កន្លែងនេះពេលដែលយើងដាក់ត្រូវហ្នឹងហើយត្រង់កន្លែងនេះគឺលោសញ្ញាគ្រីសពឺខៀវទាំងអស់បងប្អូនឃើញទេនេះកន្លែងចុងព្រួញខ្ញុំបានចង្អុលឃើញប៉ុន្តែបើសិនជាយើងដាក់ខុសត្រង់កន្លែងនេះគឺអត់លោតចេញសញ្ញាគ្រីសពឺខៀវទេគឺលោតចេញសញ្ញាគ្រីសពឺក្រហមបាទបន្ទាប់ពីយើងបានបង្កើតពាក្យសង្កាត់ចឹងរួចហើយបន្តមកទៀតបងប្អូនមកចុចគ្រីសត្រង់កន្លែងនេះមួយទៀតបាទនេះត្រង់កន្លែងខ្ញុំគូងបងពើក្រហមនេះបងប្អូនឃើញទេកន្លែងខ្ញុំគូងបងពើក្រហមមានបីសញ្ញាព្រួយចំពីលើហ្នឹងបងប្អូនចុចគ្រីសចឹងមកបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់កន្លែងនេះហើយត្រង់កន្លែងខ្ញុំគូងបងពើក្រហមមានបីសញ្ញាព្រួយចំពីលើហ្នឹងបងប្អូនចុចបកមកបើបើសិនជាត្រូវគឺតមកហើយបើសិនជាខុសអត់ទៅទេបងប្អូនណាហ្នឹងហើយអូខេតមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះបាទហើយដើម្បីធ្វើការបញ្ជាក់ថាយើងនឹងជាមនុស្សយន្តឬក៏ជាមនុស្សពិតប្រាកដហ្នឹងហើយអញ្ចឹងយើងចុចគ្រីទៅនឹងមកបាទអូខេចាំមើលតមកអត់បាទអូខេចាំមួយភ្លែតបាទកំពុងតែដំណើរការអូខេឥឡូវនេះយើងបានដំណើរការមានន័យថាយើងអាចយក Gmail និងលេខទូរស័ព្ទហ្នឹងមកបង្កើតធ្វើជា account PayPal បានហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះដើម្បីយើងទទួលយកសារលេខកូដ6ខ្ទង់យកមកធ្វើការបញ្ជាក់ជាមួយនឹងក្រុមហ៊ុនPayPal ដែលគាត់បានថ្មើរចូលមកក្នុង Gmail របស់យើងអញ្ចឹងបងប្អូនចុចបកមកបាទបន្តមកយើងចុចចូលទៅក្នុងប្រអប់សារ Gmail របស់យើងដែលយើងបានយកមកបង្កើតជាមួយនឹង account PayPal បងប្អូនណាបាទឥឡូវនេះបងប្អូនឃើញទេនេះលេខកូដខាងក្រុមហ៊ុន PayPal គាត់បានផ្សាយចូលមកក្នុង Gmail របស់ខ្ញុំហើយបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនចុចចំពីលើមកបាទបន្តមកបងប្អូនមកមើលលេខកូដត្រង់កន្លែងនេះលេខកូដនៅត្រង់កន្លែងនេះបងប្អូនឃើញទេកន្លែងខ្ញុំគូងបងពើក្រហមមានបីសញ្ញាព្រួយនៅចំពីលើហ្នឹងអញ្ចឹងបងប្អូន copy បាទ copy រួចហើយយើងយកទៅផាសហ្នឹងហើយយើងយកមកផាសត្រង់កន្លែងនេះបងប្អូនណាយើងចុចចំពីលើចេញមកបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះជាបន្តទៀតបាទនេះកន្លែងខ្ញុំគូងបងពើក្រហមមានបីសញ្ញាព្រួយនៅចំពីលើហ្នឹងបាទចុចបកមកបាទអូខេឥឡូវនេះយើងបង្កើត PayPal បានជោគជ័យហើយប៉ុន្តែ PayPal របស់យើងមិនទាន់ប្រើប្រាស់ជាផ្លូវការបានទេយើងត្រូវតែចូលទៅបំពេញអសតដ្ឋានដែលយើងរស់នៅបន្តទៀតបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងនេះមកបាទត្រង់កន្លែងខ្ញុំគូងបងពើខខមានបីសញ្ញាព្រួយចំពីលើហ្នឹងបងប្អូនចុចចំបកមកបាទអូខេបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះអាខាងលើនេះបងប្អូនណាដែលមានរូបសញ្ញាមនុស្សពើខ្មៅហ្នឹងហើយបងប្អូនចុចចំទៅនឹងបកមកបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូងបងពើក្រហមមានបីសញ្ញាព្រួយចំពីក្រោមនេះកន្លែងដែលខ្ញុំខ្វៀទៅខ្វៀមកហ្នឹងបងប្អូនមកចុចទៅនឹងបកមកបាទអូខេបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះជាបន្តទៀតបងប្អូនណានេះកន្លែងកនុកខ្ញុំគូសដែលមានបីសញ្ញាព្រួយហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាមកចុចចំទៅនឹងបកមកបាទអូខេបន្តមកទៀតបងប្អូនអូសឡើងលើបន្តិចបងប្អូនមកចុចត្រង់កន្លែងពាក្យថា nick ណាបើភាសាខ្មែរយើងត្រង់ទៅនឹងគេដាក់ថាបន្ទាប់អញ្ចឹងបងប្អូនចុចតាមខ្ញុំមកបាទ
ចុចបកមកបាទអូខេមកដល់ចំណុចត្រង់កន្លែងនេះគឺជាកន្លែងយើងដាក់បំពេញថ្ងៃខែឆ្នាំកំណើតរបស់យើងបងប្អូនណានឹងអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនមើលឃើញហើយហ្នឹងហើយត្រង់កន្លែងនេះគឺជាឈ្មោះដែលយើងបានបំពេញខាងដើមមិញហ្នឹងបងប្អូនណាហ្នឹងហើយចឹងត្រង់កន្លែងនេះគឺជាកន្លែងយើងដាក់បំពេញថ្ងៃខែឆ្នាំកំណើតសូមបញ្ជាក់ទៅកាន់បងប្អូនថាថ្ងៃខែឆ្នាំកំណើតនេះគឺសំខាន់ណាស់បងប្អូនគឺបងប្អូនដាក់ឲ្យត្រូវគ្នានឹងអត្តញ្ញាណប័ណ្ណរបស់បងប្អូនសូមបងប្អូនកុំដាក់ឲ្យខុសពីអត្តញ្ញាណប័ណ្ណរបស់បងប្អូនហ្នឹងហើយឥឡូវខ្ញុំលើកឧទាហរណ៍ថាខ្ញុំកើតនៅថ្ងៃទី15ខែ12ឆ្នាំ983ឧទាហរណ៍ណាបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងនេះកន្លែងខ្ញុំមកគូបងប្អូនខខមានmấyសញ្ញាព្រួយចំពីក្រោមហ្នឹងបាទបងប្អូនចុចបកមកបាទអូខេហើយម្ដងទៀតបាទបន្តមកបងប្អូនអូរ៉ូមើប្រទេសបាទប្រទេសកម្ពុជាបងប្អូនណាហ្នឹងហើយប្រទេសកម្ពុជាយើងអូរ៉ូមើទៅប្រទេសខ្មែរយើងហ្នឹងហើយប្រទេសកម្ពុជាបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមអូរ៉ូមើសិនបាទប្រទេសកម្ពុជាតាណាហើយនេះកម្ពុជាអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាបាទត្រង់កន្លែងនេះគឺជាកន្លែងដែលយើងដាក់បំពេញអសតដ្ឋានដែលយើងរស់នៅបងប្អូនណានេះត្រង់កន្លែងនេះឃើញទេកន្លែងខ្ញុំគូបងប្អូនកខមានmấyសញ្ញាព្រួយចំពេលលើហ្នឹងបាទអញ្ចឹងខ្ញុំសូមថយក្រោយចូលទៅរមើលអសតដ្ឋានដែលខ្ញុំបានត្រៀមទុកអូខេឥឡូវនេះខ្ញុំយកបានហើយបងប្អូនណាហ្នឹងអសតដ្ឋានខ្ញុំបាទអូខេហើយត្រង់កន្លែងនេះគឺគេឲ្យយើងជ្រើសរើសបងប្អូនណាហ្នឹងហើយបងប្អូនមកចុចត្រង់កន្លែងនឹងមួយទៀតមកបាទអូខេយើងចុចមកហើយយើងយកខ្ញុំអូសឲ្យបងប្អូនមើលសិនបាទអព្យាស្រ័យផងដោយសារតែខ្ញុំអត់សូវបានអានភាសាអង់គ្លេសអញ្ចឹងខ្ញុំសូមអូសរមើលសិនសូមអព្យាស្រ័យបងប្អូនបាទហើយខ្ញុំអូសរមើលហើយខ្ញុំនឹងគូចំណាំនេះបងប្អូនមកយកអាត្រង់កន្លែងនេះបងប្អូនណានេះអាកន្លែងនេះអព្យាស្រ័យមានកន្លែងនឹងទេនេះកន្លែងនេះបងប្អូនកន្លែងនេះហើយដឹងថាភាសាអង់គ្លេសគេអានថាម៉េចទេអព្យាស្រ័យផងបងប្អូនណាអញ្ចឹងបងប្អូនចំណាំទៅបាទជើងចុចទៅនឹងបកមកអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នានឹងឲ្យត្រង់កន្លែងនេះគឺយើងដាក់លេខប្រៃសណីបងប្អូនណាហ្នឹងហើយគឺយើងដាក់លេខប្រៃសណីហ្នឹងហើយបន្តមកបងប្អូនទាំងអស់គ្នាមកចុចពាក្យថានិចហ្នឹងហើយយើងចុចពាក្យថានិចជាបន្តទៀតមកបាទយើងចុចបន្តមកបាទអូខេបន្តមកយើងរងចាំសិនបាទអូខេបន្តមកទៀតមកដល់ចំណុចត្រង់កន្លែងនេះគឺបងប្អូនមកចុចគ្រីសកន្លែងនេះផងបងប្អូនណានេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមមានmấyសញ្ញាព្រួយហ្នឹងបាទចុចគ្រីសមកបាទបន្តមកទៀតត្រង់កន្លែងនេះគឺយើងយកពាក្យថា no បងប្អូនណាកុំយកពាក្យថា yes ណាហ្នឹងហើយគឺយើងយកពាក្យថា no អញ្ចឹងបងប្អូនមកចុចត្រង់កន្លែងពាក្យថា no មកបាទអូខេបន្តមកទៀតត្រង់កន្លែងនេះគឺយើងចុចគ្រីសនេះកន្លែងនេះកន្លែងខ្ញុំគូបងប្អូនក្រហមហ្នឹងបាទធ្វើដៃគ្វាទៅគ្វាមកហ្នឹងបងប្អូនពិនិត្យទៅនឹងឃើញហើយយើងចុចគ្រីសមកបាទបន្ទាប់ពីយើងបានចុចគ្រីសអញ្ចឹងរួចហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថា next ជាបន្តទៀតបាទនេះកន្លែងចុងព្រួយខ្ញុំបាទចង់អត់ចំពីលើហ្នឹងបាទចុចបកមក
បាទអូខេត្រង់កន្លែងនេះបើសិនជាយើងចុចឲ្យអត់ទៅមកបងប្អូនមកជ្រើសរើសត្រង់កន្លែងនេះផងនេះកន្លែងខ្ញុំគូបងប្អូនក្រហមណាមិននឹងខ្ញុំភ្លេចសូមអព្យាស្រ័យផងបងប្អូនណាហ្នឹងហើយបងប្អូនចុចបកមកបាទហើយបងប្អូនយកពាក្យថានេះយកអាមួយនេះបងប្អូនណានេះអាត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមនេះបងប្អូនឃើញទេហ្នឹងហើយអព្យាស្រ័យផងខ្ញុំអត់ចេះអានភាសាអង់គ្លេសមិនដឹងគេអានថាម៉េចទេអញ្ចឹងបងប្អូនចុចចំទៅនឹងបកមកបាទបន្ទាប់មកបងប្អូនអូសឡើងលើបងប្អូនចុចនេះបន្តទៀតបាទបើសិនជាត្រូវនឹងទៅមុខហើយបងប្អូនណាហ្នឹងហើយបើខុសឆ្គងត្រង់តាណាអីសូមអព្យាស្រ័យខ្ញុំបាទផងបងប្អូនអូខេតមកទៀតបងប្អូនទាំងអស់គ្នាបើចេញបែបនេះបងប្អូនកុំខ្វល់បាទបងប្អូនចុចខ្វែងទៅបាទចុចខ្វែងចោលទៅបាទបន្ទាប់មកបងប្អូនមកចុចត្រង់កន្លែងនេះជាបន្តទៀតបងប្អូនណានឹងនេះកន្លែងខ្ញុំគូបងប្អូនក្រហមមានអីសញ្ញាព្រួយចំពីក្រោមហ្នឹងបាទចុចបកមកបាទអូខេឥឡូវនេះយើងបង្កើត account PayPal គឺបានជោគជ័យហើយប៉ុន្តែយើងមិនទាន់បានចូលទៅធ្វើការបំពេញអត្តញ្ញាណប័ណ្ណរបស់យើងទេអញ្ចឹងដើម្បីយើងបំពេញអត្តញ្ញាណប័ណ្ណរបស់យើងបានបងប្អូនទាំងអស់គ្នាក៏លេខមកមើលត្រង់កន្លែងសញ្ញារូបកណ្ដឹងដែលមានលេខ1ពឺក្រហមកន្លែងខ្ញុំគូបងពឺក្រហមនេះបងប្អូនឃើញទេកន្លែងចុងព្រួយខ្ញុំបានចង់អោយចំពីក្រោមហ្នឹងបាទត្រង់ទៅនឹងមានន័យថាក្រុមហ៊ុន PayPal គាត់បានផ្សាយមកទាមទារឲ្យយើងនឹងដាក់បញ្ចូលអត្តញ្ញាណប័ណ្ណបងប្អូនណានឹងហើយបងប្អូនខ្លះគឺគិតអត់ដឹងទេថាសារអាកន្លែងហ្នឹងសារអីបាទសារទៅនឹងគឺសារក្រុមហ៊ុន PayPal គាត់បានផ្សាយមកដាក់ទឿនបន្ទាប់ពីយើងបានបង្កើត account PayPal រួចថ្មីឲ្យយើងនឹងចូលទៅដាក់អត្តញ្ញាណប័ណ្ណដើម្បីធ្វើការបញ្ជាក់ថា PayPal ដែលយើងបង្កើតហ្នឹងគឺជា PayPal ឈ្មោះពិតប្រាកដរបស់យើងមែនបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចុចចំពីលើបកដូចខ្ញុំចឹងមកបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះបងប្អូនណានេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមមានអីសញ្ញាព្រួយទីចំពីក្រោមហ្នឹងបាទចុចបកមកបាទអូខេតមកយើងរងចាំសិនបាទអូខេតមកទៀតបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនអត់ចេះអានភាសាអង់គ្លេសទេបងប្អូនអាចធ្វើការបកប្រែទៅឥឡូវខ្ញុំបកប្រែបងប្អូនមើលថាកន្លែងហ្នឹងគេដាក់អ្វីខ្លះបាទអូខេបន្តមកបងប្អូនទាំងអស់គ្នាបងប្អូនមកចុចត្រង់កន្លែងពាក្យថាដំណោះស្រាយបងប្អូនឃើញទេកន្លែងខ្ញុំគូបងពើក្រហមហើយមានម៉ៃសញ្ញាព្រួយនៅចំពេលលើហ្នឹងអក្សរខ្មែរយើងដាក់ដំណោះស្រាយអញ្ចឹងបងប្អូនចុចបកមកបាទអូខេតមកទៀតត្រង់កន្លែងនេះគឺជាកន្លែងយើងចូលទៅជ្រើសរើសយកអត្តញ្ញាណប័ណ្ណរបស់បងប្អូនយកមកដាក់បងប្អូនណាចឹងបងប្អូនមកកន្លែងត្រង់កន្លែងនេះឃើញអក្សរខ្មែរគេដាក់ទេប្រភេទឯកសារចឹងយើងចង់ដឹងថាក្រុមហ៊ុន PayPal ក៏តម្រូវឲ្យយើងភ្ជាប់ឯកសារអ្វីខ្លះនៅក្នុង PayPal របស់យើងដែលយើងបានបង្កើតនឹងតើក៏ទាមទារប្រភេទឯកសារអ្វីខ្លះចឹងបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងខ្ញុំគូបងប្អូនក្រហមមានអីសញ្ញាព្រួយចំពីក្រោមហ្នឹងបងប្អូនចុចចំទៅនឹងពណ៌មកបន្ទាប់មកបងប្អូនមកមើលត្រង់កន្លែងនេះបងប្អូនឃើញទេបាទកន្លែងហ្នឹងគឺខាងក្រុមហ៊ុន PayPal គេដាក់ថាលិខិតឆ្លងដែនបានបើកបរនិងអត្តញ្ញាណប័ណ្ណមានន័យថា3មុខដែលយើងអាចយកមកធ្វើការបញ្ជាក់បានជាមួយនឹងក្រុមហ៊ុន PayPal ចឹងឧទាហរណ៍ថាខ្ញុំយកអត្តញ្ញាណប័ណ្ណចឹងខ្ញុំចុចចូលមកលើអត្តញ្ញាណប័ណ្ណមកបន្តមកទៀតយើងចូលទៅយករូតថតអត្តញ្ញាណប័ណ្ណដែលយើងបានថតបងប្អូនគឺបងប្អូនមកចុចត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមមានអីសញ្ញាព្រួយនេះចំពីលើហ្នឹងយើងចុចបកមកបាទអូខេបន្តមកទៀតយើងមកចុចត្រង់កន្លែង
រុទ្ធរនេះឃើញទេកន្លែងខ្ញុំគូបងប្អូនក្រហមមានម៉ៃសញ្ញាព្រួញចំពីលើហ្នឹងបងប្អូនចុចបកមកបាទបន្តមកយើងជ្រើសរើសយកឯកសារដែលយើងត្រូវការយកទៅដាក់បំពេញទៅហ្នឹងហើយបងប្អូនយកឯកសារណាក៏យកទៅយកអត្តញ្ញាណប័ណ្ណឬក៏យកលិខិតឆ្លងដែនឬក៏បានបើកបរអីអាស្រ័យទៅលើបងប្អូនទេហ្នឹងហើយអានេះខ្ញុំគ្រាន់តែចូលមកលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាទេបងប្អូនណាបាទអញ្ចឹងបងប្អូនអាចអូសរួមមើលទៅហ្នឹងហើយអូខេឥឡូវខ្ញុំលើកឧទាហរណ៍ថាខ្ញុំយកអានេះមួយឧទាហរណ៍នេះខ្ញុំគ្រាន់តែលើកឧទាហរណ៍បន្តមកទៀតបន្ទាប់ពីយើងដាក់បញ្ចូលឯកសារអញ្ចឹងរួចហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថាដាក់ស្នើឃើញទេនេះដាក់ស្នើយើងចុចបកទៅបាទចឹងចុចវាចូលទៅលើបកទៅជាការស្រេចតើមកយើងរងចាំរយៈពេល2ថ្ងៃទៅ3ថ្ងៃក្រុមហ៊ុនភិផាវគាត់ពិនិត្យមើលថាឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់យើងត្រូវគ្នានឹងអត្តញ្ញាណប័ណ្ណដែលយើងបានយកទៅបង្កើត account PayPal ឬអត់បើសិនជាគាត់ពិនិត្យហើយគាត់ដឹងថាឈ្មោះនឹងដូចគ្នាហើយគាត់នឹងយកព្រមឲ្យយើងនឹងប្រើ account PayPal នឹងបានឲ្យជោគជ័យហើយបងប្អូនណាបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងចាំវីដេអូទី2ខ្ញុំនឹងមកបង្ហាញឲ្យបងប្អូនទាំងអស់គ្នាចេះយក Visa Card ឬក៏ Master Card មកដាក់បញ្ចូលនៅក្នុង account PayPal របស់បងប្អូនសារថ្មីម្ដងទៀតចឹងរបៀបបង្កើត account PayPal ដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះខ្ញុំអាចសូមបញ្ចប់តែប៉ុណ្្នឹងប៉ុន្តែមុននឹងបញ្ចប់ខ្ញុំអាចសូមធ្វើការអធិស្ឋានខន្តីទៅដល់បងប្អូនទាំងអស់គ្នាផងខ្លាចលោពីពេកសម្ដីខ្ញុំបាននិយាយទៅខុសឆ្គងឬក៏មានច្បាស់ត្រង់តាណាមួយអីសូមអធិស្ឋានផងបាទសូមអរគុណ